បើគិតតាំងពីថ្ងៃបើកប្រអប់មកដល់ពេលនេះគឺខ្ញុំបានកាន់ប្រើ Galaxy S25 Ultra នេះគឺមានរយៈពេល1ឆ្នាំហើយអូខេអញ្ចឹងវីដេអូនេះខ្ញុំនឹងធ្វើការនិយាយពីកាមេរ៉ានៅលើ Galaxy S25 Ultra កាមេរ៉ា reviewតាមពិតទៅវីដេអូកាមេរ៉ា review Galaxy S25 Ultra នេះគឺខ្ញុំគ្រោងធ្វើតាំងពីដើមឆ្នាំ2025មកម្លេះហើយក៏គ្រោងនឹងទម្លាក់វីដេអូនៅក្នុងអំឡុងខែ5ខែ6ដែរក៏ប៉ុន្តែនៅក្នុងឆ្នាំ2025គឺយើងបានដឹងហើយថាប្រទេសកម្ពុជាយើងបានជួបរឿងរ៉ាវអ្វីខ្លះពេញមួយឆ្នាំ2025ខ្ញុំបានឆ្លងកាត់រឿងរ៉ាវជាច្រើនហើយ Galaxy S25 Ultra នេះក៏នៅជាមួយខ្ញុំរហូតមកផងដែរអូខេអញ្ចឹងក្នុងវីដេអូនេះខ្ញុំនឹងធ្វើការចែករំលែកបទពិសោធន៍ជាមួយនឹងការប្រើប្រាស់កាមេរ៉ានៅលើ Galaxy S25 Ultra S25 Ultra មានកាមេរ៉ាក្រោយចំនួន4គ្រាប់នៅខាងលើនេះគឺជា lens ultra wide ដែលមានទំហំ50 megapixel ហើយនៅកណ្ដាលនេះគឺជា main កាមេរ៉ាដែលមានទំហំដល់ទៅ200 megapixel មួយនៅខាងក្រោមនេះគឺជា lens telephoto ដែលមានទំហំ50 megapixel 5x optical zoom ហើយមួយនេះគឺជា laser មួយគ្រាប់តូចចុងក្រោយនេះគឺជា lens telephoto ដែរហើយមានទំហំ10 megapixel 3x optical zoom ខ្ញុំបានកាន់វាទៅច្រើនកន្លែងដែរមានដូចជានៅសៀមរាបកំពង់ចាមហើយនិងភ្នំពេញហើយខ្ញុំក៏បានថតរូបក៏ដូចជាថតវីដេអូទុកជាច្រើនផងដែរចាប់ផ្ដើមពីថ្ងៃបុណ្យចូលឆ្នាំខ្មែរនៅក្នុងឆ្នាំ2025រយៈពេល3ថ្ងៃនោះគឺខ្ញុំស្នាក់នៅក្នុងខេត្តសៀមរាបលេងកម្សាន្តនៅក្នុងប្រាសាទអង្គរវត្តរបស់ខ្មែរដូចយើងបានដឹងហើយជារៀងរាល់ឆ្នាំក្នុងពិធីបុណ្យចូលឆ្នាំខ្មែរភ្ញៀវជាតិនិងភ្ញៀវអន្តរជាតិតែងតែសម្រុកមកលេងនៅក្នុងខេត្តសៀមរាបគ្រប់គ្នាតែងតែចង់ឃើញផ្ទាល់ជាមួយនឹងប្រាសាទអង្គរវត្តរបស់ខ្មែរដែលជាអច្ឆរិយវត្ថុនៅក្នុងពិភពលោកហើយពេលដែលបានមកដល់ទឹកដីដ៏ល្អស្រស់ឆើតឆាយនេះហើយទាំងខ្ញុំទាំងគេគឺតែងតែទាញទូរស័ព្ទយកមកថតរូបថតវីដេអូទុកមើលជាអនុស្សាវរីយ៍ហើយខ្ញុំកាន់ Galaxy S25 Ultra នៅក្នុងដៃគឺថតក៏មិនសំចៃដែរដូចនេះហើយទាំងរូបថតនិងវីដេអូនៅក្នុងវីដេអូនេះគឺថតដោយ S25 Ultra មកដល់មុខអង្គរខ្ញុំសម្លឹងមើលពីចម្ងាយទៅឃើញអក្សរសសខ្ញុំក៏ទាញ S25 Ultra ថតវីដេអូស៊ូមមើលគឺអង្គរសង្ក្រាន្ត2025ការស៊ូមចេញស៊ូមចូលជាមួយនឹងគុណភាពវីដេអូ 4K 60 fps គឺវាមានភាព smooth ល្អមែនទែនមិនសូវជាមានភាពទាក់កន្ត្រាក់នោះទេនៅថ្ងៃបុណ្យចូលឆ្នាំខ្មែរ2025គឺមិនសូវជាបើកថ្ងៃនោះទេដោយសារតែមេឃរកកលចង់ភ្លៀងបែបនេះងាយស្រួលសម្រាប់ភ្ញៀវទេសចរគឺដើរលេងមិនសូវជាក្តៅខ្លាំងដូចរាល់ឆ្នាំនោះទេមកដល់ខាងមុខខ្ញុំឃើញមានការតុបតែងគឺបានស្អាតមែនទែនខ្ញុំក៏ប្រើជាមួយនឹងមុខងារ Do Record ដើម្បីឲ្យជាប់ទាំងអ្នកថតនិងជាប់ទាំង background ខាងមុខខាងក្រោយផងដែរ Do Record វីដេអូនេះគឺយើងអាចថតបានជាមួយនឹងកម្រិត 4K 30 fps ចំពោះការទប់លំនឹងក៏ធ្វើបានល្អដែរនៅខេត្តសៀមរាបក្រៅពីប្រាសាទអង្គរវត្តគឺនៅមានប្រាសាទជាច្រើនទៀតដែលសុទ្ធសឹងតែមានក្បាច់រចនាល្អប្រណិតរួមទាំងតំបន់រមណីយដ្ឋានទេសចរជាច្រើនទៀតផងដែរសម្រាប់ភ្ញៀវជាតិនិងអន្តរជាតិលេងកម្សាន្តងាកមកមើលពីគុណភាពវីដេអូកម្រិត 4K គឺថតបានច្បាស់ថ្លាល្អជាមួយនឹងទឹកពណ៌បែបធម្មជាតិដូចនឹងអ្វីដែលយើងមើលឃើញនៅខាងក្រៅផ្ទាល់វាទប់លំនឹងបានស្មូតល្អបើទោះបីជាដៃខ្ញុំរេលឿនយ៉ាងណាក៏ដោយចូលមកដល់ផ្នែកខាងក្នុងខ្ញុំក៏យក S25 Ultra zoom ទៅកន្លែងឆ្ងាយៗដើម្បីមើលពីការតុបតែងផ្សេងៗវាក៏ជាជំនួយមួយដែលធ្វើឲ្យខ្ញុំអាចមើលឃើញរបស់ដែលនៅឆ្ងាយបានច្បាស់បន្ទាប់ពីធាតុអាកាសអាប់អ៊ូមេឃងងឹតរកកលចង់ភ្លៀងពេញមួយថ្ងៃក្រោយមកនៅម៉ោង 5:30 នាទីមេឃក៏ចាប់ផ្ដើមធ្លាក់ភ្លៀងរូប portrait ដែលខ្ញុំប្រើច្រើនជាងគេគឺ3គុណនិង5គុណដោយសារតែការថត3គុណនិង5គុណគឺវាឲ្យព្រាលខាងក្រោយបានស្អាតល្អ
ចំពោះចម្ងាយ3គុណគឺខ្ញុំប្រើចាប់ពី3ម៉ែត្រទៅ4ម៉ែត្រហើយសម្រាប់5គុណគឺអាចចាប់ពី5ម៉ែត្រទៅ6ម៉ែត្រដើម្បីទទួលបានរូបភាពដែល blur ខាងក្រោយបានស្អាតល្អមានហើយរូបថត portrait គឺគេមិនដែលប្រើ1គុណ2គុណសម្រាប់ថតចម្ងាយដែលឆ្ងាយ4 5ម៉ែត្រនោះទេគឺគេប្រើសម្រាប់ថតគីចិត្តចាប់ពី1ម៉ែត្រ2ម៉ែត្រអីហ្នឹងបទពិសោធន៍ដែលខ្ញុំថតរូប portrait នៅលើ Galaxy S25 Ultra នេះមិនមែនខ្ញុំថត10សន្លឹកខ្ញុំពេញចិត្តទាំង10សន្លឹកនោះទេអាចថា10សន្លឹកគឺមានរូបនៅក្នុងនោះ6ទៅ7សន្លឹកដែលខ្ញុំពេញចិត្តក៏មានរូបថតខ្លះដែលខ្ញុំត្រូវលុបវាចោលដោយសារតែ portrait របស់វាកាត់មិនបានល្អអាចថាមកពីកន្លែងខ្លះ background មានភាពស្មុគស្មាញខ្លាំងម្ដងម្កាលរូបថត portrait ដែលវាកាត់មិនសូវបានល្អនោះភាគច្រើនកើតនៅត្រង់ចុងសរសៃសក់និងចន្លោះត្រចៀកតែក្នុងនោះក៏មានរូបថតដែលវាធ្វើបានល្អភាគច្រើនគឺវាកាត់បានដាច់ល្អបែងចែករវាងមនុស្សឬក៏វត្ថុដែលនៅខាងមុខជាមួយនឹង background ខាងក្រោយបែបនេះហើយនៅពេលដែលថតរូប portrait ម្ដងគឺខ្ញុំតែងតែថតឲ្យច្រើនសន្លឹកដើម្បីងាយស្រួលនៅក្នុងការរើសយករូបល្អៗចំពោះនៅកន្លែងដែលមិនសូវមាន background ស្មុគស្មាញគឺខ្ញុំថត10សន្លឹកស្ទើរតែពេញចិត្តទាំង10សន្លឹកទៅហើយគុណភាពរូបភាព3គុណនិង5គុណរបស់វាគឺពិតជាធ្វើឲ្យយើងជាប់ចិត្តផ្ទៃព្រាលខាងក្រោយវាឲ្យមកបានខាប់ល្អផ្ដល់ឲ្យមកវិញនៅរូបភាពផ្នែកខាងមុខនឹងគឺមានសភាពលេចធ្លោនិងផុសអណ្ដែតពណ៌នៃរូបភាពដែលវាផ្ដល់ឲ្យគឺវាធ្វើបានត្រឹមត្រូវមានលក្ខណៈបែបធម្មជាតិទាំងសម្លៀកបំពាក់និងស្បែកមនុស្សអីហ្នឹងគឺវាឲ្យមកបែបស្រស់ដែលមើលទៅគឺងាយនឹងឃើញស្អាតមិនវមមិនទឹកក្រូចដូចការថតនៅលើ S24 Ultra ទេហើយរាល់រូបភាពដែលយើងថតចេញមកគឺបើយើងមិនប្រាប់គេអាចនឹងច្រឡំថាយើងថតដោយកាមេរ៉ាធំដែលមានតម្លៃរាប់ពាន់ដុល្លារមួយទៀតរូបភាពដែលយើងថតចម្ងាយ3គុណនិង5គុណពេលដែលយើងយកមកពង្រីកមើលក៏វាមិនជ្រុះ detail ដែរមកដល់កន្លែងនេះគឺខ្ញុំធ្វើការតេស្តកាមេរ៉ាការ focus នៅលើ S25 Ultra វា focus បានលឿនទាំងការថតវីដេអូនិងរូបសន្លឹកដូចជានៅត្រង់សសរប្រាសាទនេះបើសិនជាខ្ញុំចង់ឲ្យច្បាស់គឺខ្ញុំចុចនៅលើសសរប្រាសាទនេះចុចនៅលើស្មៅវាច្បាស់នៅលើស្មៅហើយ blur នៅត្រង់សសរប្រាសាទវិញខ្ញុំបានធ្វើតេស្តជាមួយនឹងសកម្មភាពលឿនក៏វានៅតែ focus បានលឿននិងសម្គាល់បានត្រឹមត្រូវអូខេឥឡូវគឺខ្ញុំកំពុងតេស្តជាមួយនឹង portrait video មួយគុណអូខេឥឡូវខ្ញុំថយបន្តិចយក2គុណម្ដង2គុណឥឡូវខ្ញុំថយទៀតដើម្បីយក3គុណportrait video
portrait video នៅលើ S25 Ultra គឺវាធ្វើបានល្អជាងស៊េរីមុនដូចជា S24 Ultra ការឲ្យ blur របស់វាគឺខាងក្រោយមិនសូវជា blur ខ្លាំងដូច S24 Ultra និង S23 Ultra ទេប៉ុន្តែវាសម្គាល់បានត្រឹមត្រូវបែងចែករវាង background ខាងក្រោយជាមួយនឹងមនុស្សឬក៏របស់ដែលនៅខាងមុខហ្នឹងគឺវាបែងចែកបានដាច់ល្អហើយសម្គាល់បានត្រឹមត្រូវ portrait video របស់វាអាចថតបានក្នុងកម្រិត 4K 30 fps ទាំងកាមេរ៉ាមុខនិងកាមេរ៉ាក្រោយហើយកាមេរ៉ាក្រោយហ្នឹងអាចថត portrait video បានដល់ទៅ3 គុណហើយនេះគឺសំឡេងខ្ញុំចាប់ចេញផ្ទាល់ពី S25 Ultra ឥឡូវនេះគឺខ្ញុំកំពុងនៅចំការទុរេនមួយបាទចំការទុរេនមួយហើយមិនមែនជាចំការរបស់ខ្ញុំទេគឺជាចំការរបស់គេទេអូខេឥឡូវយើងមកតេស្តវីដេអូពី1គុណដល់20គុណឥឡូវនេះគឺ1គុណឥឡូវខ្ញុំថយបន្តិចទៀតយក2គុណថយទៀតយក3គុណអូខេ5គុណឥឡូវខ្ញុំទៅឲ្យឆ្ងាយ10គុណ20គុណអូខេឥឡូវគឺខ្ញុំនៅចម្ងាយឆ្ងាយពីទូរស័ព្ទប្រហែលជា15ម៉ែត្រហើយនេះគឺជាវីដេអូ20គុណគុណភាពវីដេអូ Zoom S25 Ultra ពី1គុណដល់20គុណគឺខ្ញុំឃើញថាវាធ្វើបានល្អបើសិនជាយើងយកវាទៅថត Zoom អ្វីដែលមានទំហំធំដូចជាប្រាសាទឬក៏ឆាក concert ទោះបីខ្ញុំ Zoom អស់ដល់20គុណក៏វានៅតែរក្សាភាពច្បាស់បានល្អហើយការ Zoom ចេញ Zoom ចូលដូចយើងបានឃើញជាក់ស្ដែងគឺវា smooth ល្អមែនតើរបស់លេងមួយនៅក្នុងកាមេរ៉ា S25 Ultra គឺ Auto Framing វាតាមចាប់យកសកម្មភាពយើងនៅពេលដែលយើងដើររេឆ្វេងស្ដាំនៅមុខកាមេរ៉ាប៉ុន្តែការតាមចាប់យកសកម្មភាពរបស់យើងនឹងក៏វាស្ថិតនៅក្នុងប្លង់ដែនកំណត់របស់វាដែរមុខងារមួយនេះវាមានប្រយោជន៍ផងដែរប្រសិនបើយើងដើរទៅលេងនៅកន្លែងណាតែម្នាក់ឯងគឺយើងអាចប្រើមុខងារនេះថតដើម្បីបង្ហាញពីទេសភាព background នៅខាងក្រោយក៏ដូចជាការថតបង្ហាញពីផលិតផលផ្សេងៗផងដែររបស់លេងមួយទៀតនោះគឺវីដេអូ slow motion 4K 120 fps S25 Ultra អាចថតវីដេអូ slow motion ក្នុងកម្រិត 4K 120 fps វាផ្ដល់ឲ្យសកម្មភាពយឺតៗហើយសាច់វីដេអូក៏ smooth ល្អហើយខ្ញុំក៏បានតេស្តលេងជាមួយវា2-3 clipដែរ
អូខេខ្ញុំធ្វើការតេស្តការទប់លំនឹង S25 Ultra ដោយថតរង្គើដៃហើយក៏មិនបើកមុខងារទប់លំនឹង Super Steady Mode ដែរអូខេឥឡូវយើងមើលលទ្ធផលទាំងអស់គ្នាជាលទ្ធផលយើងឃើញថាវីដេអូរៀងរង្គើដោយសារតែខ្ញុំថតរង្គើដៃខ្លាំងប៉ុន្តែបើសិនជាយើងថតរត់លឿនឬក៏ជិះម៉ូតូថតមានអ្នកដប់អីហ្នឹងគឺវាទប់លំនឹងបាននឹងល្អ smooth ដោយមិនចាំបាច់ប្រើឧបករណ៍ជំនួយសម្រាប់ការថតដោយបើកមុខងារ Super Steady គឺវាអាចថតបាននៅក្នុងកម្រិត Quad HD ហើយយើងអាចថតចង់រង្គើដៃយ៉ាងណាក៏ដោយក៏វាទប់លំនឹងបាននឹងល្អដែរប៉ុន្តែខ្ញុំជឿថាក្នុងការប្រើប្រាស់ប្រចាំថ្ងៃគឺកម្រមានអ្នកណាដែលយកវាទៅថតរង្គើខ្លាំងឬក៏កន្ត្រាក់ខ្លាំងដូចខ្ញុំតែនោះទេប៉ុន្តែមុខងារមួយនេះវាក៏មានប្រយោជន៍ផងដែរសម្រាប់យើងថតនៅក្នុងការបើកបរនៅកន្លែងដែលមានផ្លូវរលាក់ឬក៏ថតសកម្មភាពលឿនដូចជាការលេងកីឡាការជិះស្គីនិងការថតកម្សាន្តផ្សេងផងដែរសម្រាប់ល្បឿននៃការថតកាមេរ៉ា S25 Ultra គឺវាធ្វើបានលឿនខ្ញុំថតពី12 megapixel 50 megapixel រហូតដល់200 megapixel ក៏វានៅតែលឿនល្អដែរប៉ុន្តែការថត200 megapixel ប្រសិនបើយើងថតយូរវានឹងធ្វើឲ្យ S25 Ultra នេះរៀងឡើងកម្ដៅបន្តិចតែវាមិនឡើងខ្លាំងទេអូខេនេះគឺ50 megapixel ឥឡូវខ្ញុំបដូរដាក់200 megapixel ម្ដងសម្រាប់ការឲ្យពណ៌ខ្ញុំឃើញថាការឲ្យពណ៌ពី12 megapixel 50 megapixel ទៅ200 megapixel ហ្នឹងគឺការឲ្យពណ៌របស់វាមិនសូវជាខុសគ្នាឆ្ងាយទេចំពោះរូបភាពគឺខ្ញុំពេញចិត្តទាំងអស់ជាមួយនឹងការថត12 megapixel 50 megapixel និង200 megapixel បើយើង compare ទៅកាន់ស៊េរីមុនការថត12 megapixel 50 megapixel 108 megapixel ឬក៏200 megapixel ហ្នឹងយើងឃើញថាការឲ្យពណ៌របស់វាគឺខុសគ្នារៀងឆ្ងាយដែរខ្ញុំធ្លាប់ថត108 megapixel នៅលើ S22 Ultra ហើយនិង200 megapixel នៅលើ S23 Ultra ខ្ញុំឃើញថាការឲ្យពណ៌របស់វាគឺរៀងលើសពីការពិតអញ្ចឹងហើយនៅពេលដែលខ្ញុំថតរូបគឺខ្ញុំមិនសូវជាប្រើជាមួយនឹង megapixel ធំទេជាមួយនឹងស៊េរី model មុនចូលមកដល់ lens ultra wide ខ្ញុំធ្លាប់ប្រើទូរស័ព្ទ Samsung ស៊េរីមុនចំពោះការថត lens ultra wide 12 megapixel ហ្នឹងគឺកម្រិតភាពច្បាស់ detail របស់វាគឺធ្វើមិនសូវបានល្អទេជាពិសេសនៅពេលដែលយើងធ្វើការ zoom មើលគឺវាបាត់បង់នៅ detail ច្រើនហើយឥឡូវនៅលើ S25 Ultra នេះគឺគេបានដំឡើង lens ultra wide ពី12 megapixel ឡើងដល់50 megapixel
ជាលទ្ធផលបើតាមបទពិសោធន៍ដែលខ្ញុំប្រើប្រាស់ថតច្រើន Lens Ultra Wide 12 megapixel និង Ultra Wide 50 megapixel ខ្ញុំបានយកវាទាំងពីរមកធ្វើការ compare គ្នាខ្ញុំឃើញថា detail កម្រិតភាពច្បាស់របស់ 50 megapixel Ultra Wide គឺវាមិនលើសពី Ultra Wide 12 megapixel ប៉ុន្មានទេប៉ុន្តែបើយើង zoom មើលឲ្យគិកវានៅតែបាត់បង់ detail ច្រើនបើចំពោះការឲ្យពណ៌ប្លង់12 megapixel និង 50 megapixel Ultra Wide យើងឃើញថាវាឲ្យពណ៌ក៏មិនជាខុសគ្នាឆ្ងាយប៉ុន្មានដែរចំពោះការស៊ីទំហំផ្ទុកក៏វាខុសគ្នាច្រើនគ្រាន់បើដែរ12 megapixel Ultra Wide វាស៊ីទំហំផ្ទុក2 MB ជាងឯ50 megapixel Ultra Wide វាស៊ីទំហំផ្ទុកដល់ទៅ14ទៅ15 MB ជាងសម្រាប់រូបថតមួយប៉ុស្តិ៍200 megapixel គឺយើងអាច zoom បានដល់ទៅ10 គុណនិយាយមែនខ្ញុំពិតជាកោតសរសើរជាមួយនឹងការថត zoom 10 គុណ200 megapixel នេះវាផ្ដល់នូវរូបភាពដែលមាន detail ច្បាស់ម៉ត់ល្អខ្ញុំសាកពង្រីកមើលរូបភាពឲ្យគីគឺឃើញថា detail វាបង្ហាញច្បាស់មែនទែនអញ្ចឹងសម្រាប់អ្នកដែលចង់ថត zoom ឆ្ងាយ5 គុណ10 គុណហើយទទួលបានជាមួយនឹងរូបភាពដែលមាន detail កម្រិតខ្ពស់គឺយើងអាចប្រើជាមួយនឹង200 megapixel នេះបានហើយចម្ងាយដែលខ្ញុំឈរថតនេះគឺវាឆ្ងាយគួរសមដែរប្រហែលជា15ម៉ែត្រចូលមកដល់សមត្ថភាពការថត zoom ឆ្ងាយគឺនិយាយខ្លីទៅវាធ្វើបានល្អជាង S24 Ultra ការ zoom ចាប់ពី5 គុណ10 គុណដល់30 គុណរហូតដល់100 គុណក៏វានៅតែធ្វើបានល្អលើកនេះវាសម្គាល់បានត្រឹមត្រូវជាងមុនទាំងទឹកពណ៌និងកម្រិត detail ច្បាស់ល្អហើយរូបភាពដែលវាផ្ដល់ឲ្យគឺយើងអាចមើលឃើញថាវាមិនសូវជាប្រើ AI ជំនួយទេការថត macro គីគឺត្រូវបានបន្ថែមទំហំ megapixel ឲ្យធំជាងមុនដល់50 megapixel ខ្ញុំក៏ចូលចិត្តលេងជាមួយនឹងការថត macro នេះដែរពេលខ្លះខ្ញុំអបសុកក៏ទាញវាយកមកថតលេងការថតគីរបស់តូចៗឬក៏វត្ថុផ្សេងៗជាដើមវាផ្ដល់មកវិញនៅសាច់រូបភាពដែលមានការលម្អិតទៅលើផ្នែកតូចៗហ្នឹងគឺបានល្អប៉ុន្តែដើម្បីទទួលបានរូបភាពដែលមានគុណភាពល្អយើងត្រូវតែជ្រើសរើសរកពេលវេលាថតដែលមានពន្លឺគ្រប់គ្រាន់កាមេរ៉ាមុខទំហំ12 megapixel វាអាចថតទូលាយបានមិនសូវក្របទេវាផ្ដល់មកវិញនៅរូបភាពដែលមានសភាពពណ៌បែបធម្មជាតិហើយក៏មិនសូវលើកសម្រស់យើងដូចគ្នាមុខយើងមានមុនជាំយ៉ាងម៉េចគឺវាឲ្យឃើញទាំងអស់រូបភាព12 megapixel របស់វាពេលដែលយើងពង្រីកមើលឃើញថា detail របស់វាគឺរាងស្រាលសម្រាប់អ្នកដែលចូលចិត្តថតនៅមុខកញ្ចក់បើទោះជាកញ្ចក់នោះមានប្រឡាក់ធូលីច្រើនរូបភាពដែលយើងថតចេញមកគឺវាមានសភាពច្បាស់ថ្លាវាជួយលុបបំបាត់ស្នាមប្រឡាក់ធូលីដីនោះចោលទៀតផងសម្រាប់ការថតប្លង់ដែលមានចាំងកុងនិងពន្លឺព្រះអាទិត្យវាជួយទប់ស្កាត់បានច្រើននៅការចាំងផ្លាតនៃពន្លឺព្រះអាទិត្យដែលជួយធ្វើឲ្យរូបភាពរបស់យើងគឺមានភាពច្បាស់ល្អសម្រាប់អ្នកដើរលេងដែលចង់ថតឲ្យជាប់ព្រះអាទិត្យថ្ងៃលិចអីហ្នឹងគឺពិតជាល្អអូខេម្ដងទៀតគុណភាពវីដេអូ S25 Ultra បើតាមបទពិសោធន៍ដែលខ្ញុំប្រើប្រាស់ទូរស័ព្ទ Galaxy ត្រកូល S ជាច្រើនចំនួនមកនេះខ្ញុំបានសម្គាល់ឃើញថាគេបានយកចិត្តទុកដាក់ខ្លាំងទៅលើការពង្រឹងគុណភាពវីដេអូទាំងការ zoom ឆ្លាស់ឡើងហ្នឹងគឺវាមានភាព smooth ល្អហើយគុណភាពវីដេអូក៏ច្បាស់ម៉ត់ល្អដូចគ្នាយើងទទួលបានវីដេអូដែលមានទឹកពណ៌បែបធម្មជាតិពិតមិនសូវខុសពីអ្វីដែលយើងមើលឃើញផ្ទាល់នៅខាងក្រៅនោះទេបើថាស្លឹករុក្ខជាតិពណ៌បៃតងគឺវាថតចេញពណ៌បៃតងគឺវាមិនកែពណ៌ឲ្យលើសពីអ្វីដែលយើងឃើញនៅខាងក្រៅនោះទេបែបនេះហើយខ្ញុំឃើញថាគុណភាពវីដេអូទូរស័ព្ទកម្ពុជារបស់ Samsung ពីមួយឆ្នាំទៅមួយឆ្នាំកាន់តែមានសមត្ថភាពខ្ពស់ដែលធ្វើឲ្យទូរស័ព្ទ smartphone ក្រុមហ៊ុនផ្សេងៗគឺត្រូវធ្វើការធ្ងន់ដើម្បីតាមប្រកួតប្រជែងដូចយើងបានឃើញស្រាប់ការថតវីដេអូ zoom 5 គុណ 10 គុណរហូតដល់20 គុណគឺវាចេញ blur ស្អាតមែនទែនថតវីដេអូនៅលើអាមួយនេះពេលខ្លះមានអារម្មណ៍ថាដូចជាថតនៅលើកាមេរ៉ាធំកម្រិត professional ដោយសារតែសមត្ថភាពកាមេរ៉ារបស់វាគឺការថតវីដេអូពិតជាធ្វើបានល្អមែនទែនការថតវីដេអូបែបនេះគឺខ្ញុំចូលចិត្តជាងការថត portrait វីដេអូរបស់វាជាពិសេសនៅពេលដែលយើងថតគីឬក៏ zoom មកគីនឹងយើងឃើញថាការឲ្យ blur effect របស់វា
មានជាតិមិនចាញ់ពីកាមេរ៉ាធំប៉ុន្មានទេដោយលទ្ធផលដែលយើងបានឃើញជាក់ស្ដែងនៅក្នុងវីដេអូដែលខ្ញុំបានថតវាគឺជាការបោះជំហានមួយមកកាន់ចំណុចដ៏ល្អដែលពីមួយឆ្នាំទៅមួយឆ្នាំ smartphone កាន់តែមានសមត្ថភាពខ្ពស់នៅក្នុងការថតវីដេអូ សមត្ថភាពវីដេអូកម្រិតខ្ពស់របស់វាគឺខ្ញុំទុកចិត្តនៅក្នុងការយកទៅបង្ហោះចូលនៅក្នុងបណ្ដាញសង្គមផ្សេងៗជាពិសេសគឺ YouTube ដែល support ដល់កម្រិត 4K អូខេឥឡូវយើង stop 4K វីដេអូប៉ុណ្ណេះសិនឥឡូវយើងឡើងមកដល់ 8K វីដេអូម្ដងនៅលើ S25 Ultra 8K វីដេអូរបស់វាក៏មិនខុសពី S24 Ultra ដែរគឺ30 fps ដដែលប៉ុន្តែសាច់វីដេអូ color របស់វាឲ្យមកក៏មិនសូវខុសពីការថតកម្រិត 4K ប៉ុន្មានដែរវានៅតែរក្សាបានល្អជាមួយនឹងពណ៌បែបធម្មជាតិមិនសូវខុសពីប្លង់ដែលយើងឃើញជាក់ស្ដែង 8K វីដេអូរបស់វាលើកនេះត្រូវបានបន្ថែមសមត្ថភាពខ្លាំងជាង S24 Ultra គឺវាអាចថតប្លង់ Ultra Wide បានហើយវាអាច zoom អស់ដល់ទៅ 10x log វីដេអូគឺអាចថតបានក្នុងកម្រិត 4K 120 fps និង 8K 30 fps ការប្រើប្រាស់ប្រចាំថ្ងៃគឺខ្ញុំមិនសូវជាប្រើវាទេប៉ុន្តែវាក៏ល្អសម្រាប់អ្នកដែលចូលចិត្តនៅក្នុងការកែពណ៌វីដេអូ S25 Ultra គឺអាចថតវីដេអូ 4K បានដល់ទៅ120 fps ខ្ញុំបានតេស្តដើម្បីដឹងពីភាពខុសគ្នាភាព smooth រវាង 4K 30 fps 4K 60 fps និង 4K 120 fps ហើយខ្ញុំថតដោយមានចលនាដៃរេលឿនៗយើងឃើញមានភាពខុសគ្នាច្រើនរវាង 4K 30 fps 4K 60 fps និង 4K 120 fps 30 fpsសាច់វីដេអូមិនសូវ smooth ទេវារាងទាក់ៗនៅពេលដែលខ្ញុំរេដៃលឿន60 fps ធ្វើបានល្អវាកាត់បន្ថយភាពទាក់បានច្រើន 4K 120 fps វាផ្ដល់មកវិញនៅសាច់វីដេអូ smooth ខ្លាំងបើទោះបីជាដៃខ្ញុំរេលឿនយ៉ាងណាក៏ដោយវាល្អសម្រាប់អ្នកដែលចង់យកទៅកែជាវីដេអូ slow motion ឬក៏ថតជាឈុតឆាកសាច់រឿងវាយប្រយុទ្ធគ្នាសកម្មភាពលឿនៗអីហ្នឹងគឺពិតជាត្រូវហើយការថតពេលយប់ S25 Ultra ណៃម៉ូដរបស់វាគឺមិនសូវជារុញពន្លឺឲ្យភ្លឺខ្លាំងក្នុងប្លង់ពេកទេប៉ុន្តែរូបភាពដែលវាផ្ដល់ឲ្យមកវិញគឺវាធ្វើបានល្អវាកាត់បន្ថយ noise ព្រិលស្នាមអុចគ្រាប់ជីនឹងគឺវាធ្វើបានល្អវាក៏ទប់បានច្រើននៃការចាំងផ្លាតនៃកាំពន្លឺមិនឲ្យចូលមកក្នុងរូបភាពយើងច្រើនទេចំពោះប្លង់ដែលមានពន្លឺគ្រប់គ្រាន់គឺខ្ញុំពេញចិត្តការថតដោយមិនបើកមុខងារ night mode ជាងហើយបើទោះបីជាយើងបើកមុខងារ night mode ក៏វាមិនបន្ថែមពន្លឺឲ្យភ្លឺខ្លាំងពេកដែរប្លង់នៃរូបភាពវានៅតែរក្សាបាននៅពន្លឺស្រទន់ត្រជាក់ភ្នែក
ការឲ្យពណ៌នៃស្លឹកដើមរុក្ខជាតិនៅពេលយប់ក៏មានលក្ខណៈបែបធម្មជាតិសម្រាប់ portrait នៅពេលយប់ក៏មានជាតិម្យ៉ាងដែរនៅកន្លែងដែលមានពន្លឺគ្រប់គ្រាន់វាពិតជាធ្វើបានល្អបើយើងបានថតមួយសន្លឹកហើយពិតជាចង់ថតមួយសន្លឹកទៀតសមត្ថភាពថតវីដេអូនៅពេលយប់ S25 Ultra គុណភាពវីដេអូនៅពេលយប់របស់វាគឺច្បាស់ថ្លាល្អភាពព្រិលអុចណយក៏វាកាត់បន្ថយបានច្រើនខ្ញុំសម្គាល់ឃើញថានៅកន្លែងដែលងងឹតខ្លាំងគឺវាមិនជះពន្លឺឲ្យភ្លឺខ្លាំងពេកទេបើសិនជាគេបន្ថែមពន្លឺឲ្យវាភ្លឺខ្លាំងជាងនេះនោះគ្រាប់អុចណយព្រិលក៏វាបង្ហាញខ្លួនច្រើនទៅតាមនោះដែរនេះបើតាមបទពិសោធន៍ដែលខ្ញុំប្រើប្រាស់ស៊េរីមុនជាច្រើនកន្លងមកយើងអាចសម្គាល់ឃើញថាទាំងការថតរូបនិងថតវីដេអូទូរស័ព្ទដែលចេញស៊េរីក្រោយៗគឺមិនសូវថតភ្លឺខ្លាំងដូចទូរស័ព្ទដែលចេញស៊េរីមុននោះទេមក S25 Ultra នេះគឺការថតវីដេអូនៅពេលយប់សាច់វីដេអូពណ៌និងពន្លឺរបស់វារក្សាបាននៅរសជាតិដើមនៃសភាពពេលយប់ការមួយនេះគឺវាធ្វើឲ្យខ្ញុំចូលចិត្តថតវីដេអូច្រើននៅពេលយប់ដោយសារតែពេលដែលខ្ញុំត្រឡប់ទៅមើលវីដេអូចាស់ៗឡើងវិញវាហាក់ដូចជាទាញអារម្មណ៍ខ្ញុំឲ្យត្រឡប់ទៅកាន់ពេលវេលានោះទីកន្លែងនោះដោយសារតែគុណភាពវីដេអូរបស់វាគឺពិតជាធ្វើបានល្អវីដេអូដែលយើងថតបានហើយគឺយើងអាចមើលវាមានសភាពមិនសូវជាខុសអ្វីដែលយើងឈរមើលផ្ទាល់នៅនឹងផ្នែកនោះទេនៅកន្លែងដែលមានពន្លឺចាំងខ្លាំងគឺវារក្សាពណ៌នៃវីដេអូនឹងឲ្យមានភាពស្រទន់វាទប់បានល្អនៅពន្លឺស្ញាចចាំងកុងនៅក្នុងប្លង់ដែលយើងបានថតបើសម្រាប់ការថតវីដេអូ zoom នៅពេលយប់វិញគឺវាពិតជាធ្វើបានល្អមែនទែននៅដងស្ទឹងសៀមរាបគឺខ្ញុំបានថត zoom ទៅកាន់ស្ពានមួយដែលមានភ្លើងពណ៌ដ៏ស្រស់ស្អាតការស៊ូមពី1គុណរហូតដល់20គុណសាច់វីដេអូរបស់វាគឺមានភាព smooth ល្អរីឯពន្លឺរបស់វាក៏រក្សាបានស្មើល្អមិនឲ្យចាំងខ្លាំងរំខានមកដល់ភ្នែកយើងសម្លឹងមើលឡើយអូខេសរុបមក Galaxy S25 Ultra គឺជាទូរស័ព្ទដែលមានកាមេរ៉ាមានសមត្ថភាពខ្ពស់វាអាចបំពេញតម្រូវការរបស់ខ្ញុំបានច្រើនហើយបើសិនជាមានឱកាសខ្ញុំនឹងយកវាទៅធ្វើការ compare ជាមួយនឹង Galaxy S26 Ultra សមត្ថភាពកាមេរ៉ារបស់វាគឺនៅតែខ្លាំងហើយបើសិនជាអ្នកទាំងអស់គ្នាចង់សល់លុយខ្លះមិនទៅដល់ S26 Ultra គឺអាចមើល S25 Ultra នេះបានតម្លៃរបស់វានៅដើមឆ្នាំ2026នេះគឺចុះច្រើនអរគុណសម្រាប់ការទស្សនាវីដេអូនេះតាំងពីដើមដល់ចប់កុំភ្លេចសរសេរ comment បង្ហាញពីមតិយោបល់របស់អ្នកនៅខាងក្រោមហើយខ្ញុំនឹងរងចាំអានអរគុណជួបគ្នានៅវីដេអូបន្ត